កាសែតដែលជាប្រអប់មាត់នៃបក្សកុម្មុយនីសចិនបានសារភាពថាការលក់ចេញនៅរថយន្តអគ្គិសនីផលិតនៅស្រុកចិនដោយក្រុមហ៊ុនយក្សខាងរថយន្ត3ក្រុមហ៊ុនដែលមាន BYD ជាប្រមុខកំពុងតែដាំក្បាលចុះដោយសារប្រជាជនចិននៅក្នុងស្រុកមិនសូវជាប្រញាប់ប្រញាល់ចង់ទិញរថយន្តយកទៅប្រើប្រាស់បន្ថែមទៀតទេរីឯការលក់រថយន្តនៅក្នុងទីផ្សារពិភពលោកក៏កំពុងតែថមថយចុះដែរដោយសារការធានារ៉ាប់រងនៃរថយន្តចិនបានទទួលកេរ្តិ៍ឈ្មោះស្អុយរហុំថាមិនរ៉ាប់រងច្រើនកន្លែងបណ្ដាលឲ្យអ្នកប្រើប្រាស់រថយន្តចិនចំណាយលុយចេញពីហោប៉ៅច្រើនជាងការគិតទុកដែលខាតខុសពីការគិតទុកថារថយន្តអគ្គិសនីជួយសន្សំថ្លៃសាំង